សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកបង្ហាញពីវិធីធ្វើស៊ុបត្រីក្រហមជូនបងប្អូនទស្សនាទាំងអស់គ្នាជាដំបូងយើងមានខ្ទឹមសខ្ទឹមក្រហមដែលយើងបានកិនរួចហើយយកមកបំពងវាឲ្យឈ្ងុយរួចហើយចាក់ម្ទេសក្រហមដែលយើងបានកិនរួចចូលចាក់ហើយឆាវារំលែងវាឲ្យរាងឡើងឈ្ងុយបន្តិចរួចហើយយើងក៏ដាក់មានដូចជារំដេងស្លឹកក្រូចស្លឹកគ្រៃហើយកូរវាឲ្យរាងឡើងឈ្ងុយហើយក៏ចាក់ទឹកចូលរំងាស់វាឲ្យរាងពុះដាក់ដុំស៊ុបខ្នុរចូលរួចហើយយើងមានប្រហិតត្រីឆ្លាតនិងត្រីក្រហមដាក់ត្រីក្រហមរួចហើយបងប្អូនបិទគម្របទុកវាឲ្យពុះជាការស្រេចសម្រាប់រសជាតិតាមចំណង់ចំណូលចិត្តដែលបងប្អូនត្រូវការថែមថយតាមនឹងអរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកបង្ហាញពីវិធីធ្វើស៊ុបត្រីក្រហមជូនបងប្អូនទស្សនាទាំងអស់គ្នាជាដំបូងយើងមានខ្ទឹមសខ្ទឹមក្រហមដែលយើងបានកិនរួចហើយយកមកបំពងវាឲ្យឈ្ងុយរួចហើយចាក់ម្ទេសក្រហមដែលយើងបានកិនរួចចូលចាក់ហើយឆាវារំលែងវាឲ្យរាងឡើងឈ្ងុយបន្តិចរួចហើយយើងក៏ដាក់មានដូចជារំដេងស្លឹកក្រូចស្លឹកគ្រៃហើយកូរវាឲ្យរាងឡើងឈ្ងុយហើយក៏ចាក់ទឹកចូលរំងាស់វាឲ្យរាងពុះដាក់ដុំស៊ុបខ្នុរចូលរួចហើយយើងមានប្រហិតត្រីឆ្លាតនិងត្រីក្រហមដាក់ត្រីក្រហមរួចហើយបងប្អូនបិទគម្របទុកវាឲ្យពុះជាការស្រេចសម្រាប់រសជាតិតាមចំណង់ចំណូលចិត្តដែលបងប្អូនត្រូវការថែមថយតាមនឹងអរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំ